រដូវដើមឆ្នាំ2014កសិករបណ្ដាខេត្តវារីបទន្លេគូឡុងចុះពូជបានប្រមាណ 1.2 លានហិកតាដល់ឡែកខេត្តស្តុកត្រង់ចុះពូជបានជាង 123,140 ហិកតា សំខាន់ស្រូវក្នុងដំណាក់កាលសំណាបដល់3គុម្ពបច្ចុប្បន្នលក្ខណៈអាកាសធាតុខុសធម្មតាបានបង្កលក្ខណៈឲ្យជំងឺច្រើនប្រភេទកើតឡើងលើដើមស្រូវក្នុងនោះមានជំងឺឆេះស្លឹកកើតកើននៅលើផ្ទៃធំទូលាយបច្ចុប្បន្នក្នុងលក្ខណៈអាកាសធាតុច្រើនតែមានភ្លៀងពេលល្ងាចនិងយប់បង្កើតសំណើមមកកម្រិតខ្ពស់ពេលព្រឹកចុះអត់ច្រើនថ្ងៃត្រង់ក្តៅខ្លាំងជាមូលហេតុធ្វើឲ្យជំងឺឆេះស្លឹកកើតឡើងច្រើនជំងឺកើតឡើងនៅស្ទើរតែរាល់ដំណាក់កាលលូតលាស់របស់ដើមស្រូវពិសេសបំផុតគឺក្នុងដំណាក់កាលពី3គុម្ពដល់ល្បាច់តាមគិតទៅខ្ញុំឃើញថាឆ្នាំនេះវាចម្លែកជាងប្រហែលឆ្នាំមុនមានដែរមកប៉ុន្តែវាទីយូរមកភាគឆ្នាំនេះបានឡើងដល់2ភាគតាមមូលហេតុទៅមើលទៅពូជចោះហើយឡើយជួបតែដូចថាមានទៅភ្លៀងបានមួយថ្ងៃ2ថ្ងៃអញ្ចឹងកដៅបាន4-5ថ្ងៃបានមានភ្លៀងទៅណាស្រូវនេះវាដូចថាឬចង់ខូចមូលហេតុរឿងឆេះស្លឹកនេះអានឹងតាមអាដៅធាតុអាកាសរបស់យើងបើសិនណាធាតុអាកាសវាល្អក៏មិនសូវឆេះស្លឹកដែរបើធាតុអាកាសមិនសូវល្អឆេះស្លឹកចោលបើសិនណាយើងកវែងជីហួសកម្រិតអូរ៉េពេកអានឹងវាឆេះបច្ចុប្បន្នជំងឺឆេះស្លឹកស្រូវកើតឡើងនៅស្ទើរតែរាល់ខេត្តនៅតំបន់វារីបទន្លេគូឡុងដល់ឡែកខេត្តស្តុកត្រង់កើតឡើងនៅលើផ្ទៃដីស្រែរដូវដើមឆ្នាំនៅបណ្ដាស្រុកជោឋានឡុងភូឋានជ័យនិងមេទូដល់ឡែកឃុំភូមីស្រុកមេទូមានផ្ទៃស្រែប្រមាណ150ហិកតាត្រូវជំងឺឆេះស្លឹកក្នុងនោះមានផ្ទៃដីជិត16ហិកតាត្រូវខូចខាតទាំងស្រុងបងប្អូនត្រូវវាយថ្លុកចោលដើម្បីស្ដាប់ព្រោះជាលើកទី2តាមផ្នែកកសិកម្មខេត្តស្តុកត្រង់មូលហេតុគឺដោយសារពេលស្រូវត្រូវជំងឺឆេះស្លឹកក៏ទន្ទឹមនឹងជំងឺផ្សេងកើតឡើងដែរក្នុងនោះជំងឺរលួយដើមដោយសារបាក់តេរីកាលណាខ្ញុំឆ្លុកហើយបាទខ្ញុំបាញ់ងឿទៀតក៏មិនតាន់ឃើញជំងឺណាបាញ់ងឿមិនហើយម្ដងនេះយើងថាកាន់លោវឌីក្រោយឆ្នាំយើងថាចាំឆ្លុកហើយចាំបាញ់ខ្ញុំឆ្លុកហើយមិនតាន់រួចពីដៃឃើញវាចាប់ជំងឺចុះស្លឹកហើយយើងតាមមើលតាមមូលហេតុដែលកើតនេះខ្លាចមកពីធាតុអាកាសវាខ្លាចជាងរាល់ឆ្នាំវាមិនឌីក្រោយឆ្នាំបាទខ្ញុំប្រើចង់ច្រើនយ៉ាងហ្នឹងទៀតហ៎កាលនោះយ៉ាងសៅហាំងវល់បន្តិចហើយដល់ខ្ញុំឃើញសៅញឹកខ្ញុំអន់ជីមកពេជ្រហ្នឹងអ្នកព្រោះមួយខែជាងមួយខែនោះពេជ្រល្អណាស់មិនថាណាំពេជ្រហើយដល់អ្នកទៅ20ថ្ងៃជាង20ថ្ងៃក្រោយនេះឃើញគេឃើញយើងអាមិនយើងពេជ្រហើយណាក្រោយនេះគេបាញ់បង្កាហើយមូលហេតុវានាំឲ្យកើតមានជំងឺឆេះស្លឹកច្រើននៅលើស្រូវក្នុងរដូវភ្លៀងឆ្នាំ2014នេះយើងនិយាយថាវាមានក្នុងនោះវាមានច្រើនមូលហេតុចម្បងអស់ហ្នឹងគឺវាមកពីបញ្ហាយើងប្រើប្រាស់ពូជអានឹងមួយរបៀបដែលយើងប្រើប្រាស់ពូជក្នុងរដូវភ្លៀងណាតែវាយើងនឹងច្រើនតែមានចិត្តអារម្មណ៍ថាភ្លៀងហើយនឹងក្តៅអីវាឆ្លាស់គ្នាអញ្ចឹងហើយមែនមីនឹងច្រើនតែប្រើប្រាស់កម្រិតពូជខ្ពស់អញ្ចឹងហើយដល់ពេលពោះទៅវាញឹកគឺជាឱកាសល្អបំផុតដើម្បីឲ្យជំងឺផ្សិតជំងឺហើយនឹងបាក់តេរីវាវាយសម្រុកគួបផ្សំជាមួយនឹងទៀតគឺមែនមីយើងនឹងប្រើប្រាស់ជីនៅដំណាក់កាលដំបូងនេះវាឡើងកម្រិតខ្ពស់ជាពិសេសគឺចំពោះជីអូរ៉េនិងជី DAP បើសិនជាយើងប្រើប្រាស់ចំនួនជីអូរ៉េនិងជី DAP ហ្នឹងវាខ្ពស់ដូចជាដល់ឆ្នាំឃើញថាវាធ្វើឲ្យដើមស្លឹកនេះតន់ខ្ចីតាំងពីដំបូងដល់តន់ខ្ចីតាំងពីដំបូងអញ្ចឹងគឺជាឱកាសមួយឲ្យដង្កូវជំងឺជាពិសេសគឺចំពោះផ្សិតជំងឺវាវាយសម្រុកយ៉ាងខ្លាំងហើយវាងាយរៀលដាល់ជាងបញ្ហាបន្តទៀតហ្នឹងគឺបញ្ហាតាមឡានហើយវាយតម្លៃវាមិនតាន់បានម៉ត់ចត់វាមិនតាន់បានតាន់ពេលចំពោះជំងឺឆេះស្លឹកដោយសារផ្សិតដំបូងស្នាមជំងឺតូចដោយក្បាលម្ជុលពណ៌ខៀវប្រផេះបីដូចត្រូវទឹកពុះអីចឹងក្រោយមកផ្លាស់ទៅពណ៌ត្នោត
ហើយរាលដាលទៅជារាងចតុកោណស្មើជុំវិញពណ៌ត្នោតដិតនៅកណ្ដាលពណ៌សប្រផេះប្រសិនបើជំងឺធ្ងន់ស្នាមជំងឺច្រើនចងសម្ព័ន្ធជាមួយគ្នាបង្កើតជាផ្ទាំងធំអាចធ្វើឲ្យស្លឹកឆេះស្ងួតដល់ឡែកជំងឺរលួយដើមដោយសារបាក់តេរីគឺដំបូងស្រូវត្រូវស្លោកពណ៌ស្លឹកស្រូវនៅមានពណ៌បៃតងក្រោយមកលឿងពន្លកស្រូវហើយងាប់ធ្ងន់ជាងជ្រុះស្លឹកជាកញ្ចុំពេលដកដើមស្រូវឡើងគឺពន្លកត្រូវបាក់ត្រង់កុលនិងមានក្លិនស្អុយរយៈពេលធ្វើឲ្យងាប់ខ្ទេចច្រើនតែស្ថិតក្នុងដំណាក់កាលស្រូវបេះគុំពេញទំហឹងពេលដែលយើងតាមដានជំងឺហ្នឹងមានយើងយកចិត្តទុកដាក់ទៅតង់កន្លែងហ្នឹងយើងមើលក្នុង1ម៉ែត្រការ៉េហ្នឹងយើងឃើញថាប្រហែលពី2ស្លឹក3ស្លឹក4ស្លឹកហ្នឹងវាមានពណ៌លឿងដំបូងអស់ហ្នឹងវាមានពណ៌លឿងក្នុងមួយស្លឹកក្នុងមួយគុំក្នុងមួយដើមអញ្ចឹងមានយើងដកឡើងមើលយើងឃើញថាជំងឺហ្នឹងវាទៅមានចាប់ដើមចិត្តមានជំងឺឆេះស្លឹកឬក៏វាគួបផ្សំជាមួយនឹងបាក់តេរីវាធ្វើឲ្យរលួយដើមចំពោះជំងឺឆេះស្លឹកហើយនឹងគួបផ្សំជាមួយនឹងបាក់តេរីវាធ្វើឲ្យរលួយដើមហ្នឹងជំងឺហ្នឹងវាវាយសម្រុកធ្ងន់ផិតក្នុងដំណាក់កាលស្រូវមានអាយុកាលពី15ថ្ងៃទៅដល់30ថ្ងៃក្នុងដំណាក់កាលហ្នឹងជំងឺហ្នឹងវាវាយសម្រុកធ្ងន់ផិតវាធ្វើឲ្យឧត្តពលខ្លាំងផិតវាធ្វើឲ្យរលួយដើមឬក៏ងាប់ទាំងដុំបើសិនតែធ្ងន់ទៀតមានយើងបាញ់បង្ការមិនតាន់ទៅហ្នឹងវាធ្វើឲ្យងាប់ទាំងស្រែយើងអាចថ្លុកចោលយើងពោះវិញក្នុងខេត្តសុខចាំងហ្នឹងប្រហែលខែកន្លងហើយហ្នឹងក៏ឃើញមានយើងខ្លះហ្នឹងតើមានធ្ងន់ហ្នឹងយើងទៅថ្លុកទៅវិញហើយយើងពោះពូជថ្មីមកវិញអានឹងក្នុងដំណាក់កាលហ្នឹងវាទៅធ្ងន់ចឹងហើយយើងយកទៅដាក់យើងនឹងធ្វើម៉េចយើងតាមដានក្នុងដំណាក់កាលហ្នឹងក្នុងកាលហ្នឹងឲ្យបានម៉ត់ចត់បាញ់ថ្នាំបង្ការឬក៏ទប់ស្កាត់ឲ្យបានម៉ត់ចត់ជំងឺឆេះស្លឹកបំផ្លិចបំផ្លាញតាំងពីពេលស្រូវបេះគុំដល់ដំណាក់កាលធ្វើបង្ហើមល្បាច់ប្រសិនបើយើងបាញ់ថ្នាំបង្ការគ្មានប្រសិទ្ធភាពឬកម្ចាត់ជំងឺមិនដាច់គឺមុខតែធ្វើឲ្យផ្កាស្រូវត្រូវក្រិនក្របស្រូវត្រូវខ្មៅពេលប្រមូលផលវាអធិពលដល់ទិន្នផលស្រូវប្រមាណពី40ដល់50%ដើម្បីឲ្យស្រូវតិចកើតជំងឺឆេះស្លឹកដោយសារផ្សិតនិងរលួយដើមដោយសារបាក់តេរីគឺកសិករគប្បីប្រើប្រាស់ពូជស្រូវជំនះជំងឺបន្ទាប់មកយើងត្រូវតែប្រើប្រាស់បណ្ដាបរិមាណជីសមស្របក្នុងដំណាក់កាលដំបូងជៀសវាងកុំឲ្យលើសជីអ៊ុយរ៉េនិង DAP តាមការដកបន្សល់របស់ខ្ញុំបើសិនណាជំងឺនេះវាកើតឡើងហើយយើងត្រូវតែមានពិធីមួយចំនួនដើម្បីបង្ការឲ្យជំងឺនឹងឆាប់បានជាគាត់ថាទី1គាត់ថាយើងពេលដែលយើងបាញ់ថ្នាំហើយយើងគួរបង្ហូរទឹកចោលបាន3ឬក៏4ថ្ងៃណាហើយឲ្យស្រូវរបស់យើងនឹងវាជីងឫសថ្មីណាជីងឫសថ្មីហើយយើងអាចនឹងបាច់ជីណាយើងបឺមទឹកហើយយើងបាច់ជីប៉ុន្តែក្នុងការបាច់ជីរបស់យើងកុំបាច់ជីឲ្យមានជាតិអ៊ូរ៉េនឹងវាច្រើនឲ្យវាតិចហើយយើងបាញ់ថ្នាំដូចជាបង្ការឆេះស្លឹកហើយព្យាបាលនៅជំងឺបាក់តេរីព្រមទាំងមានអាឡែកថាថ្នាំថាសម្រាប់ធ្វើឲ្យស្រូវណាវាមានការជំនះក្រោយពីពេលមានជំងឺវាលូតលាស់ជីងឫសធ្វើឲ្យស្រូវរបស់យើងមានកម្លាំងមកវិញលោកលីដឿកនៅឃុំហូដាគៀងស្រុកជោឋានខេត្តស្ទឹងត្រែងផ្សារភ្ជាប់ជាមួយរបបផលិតស្រូវជាង20ឆ្នាំមកហើយរដូវដើមឆ្នាំ2014គាត់បបកម្មស្រែ15កុងក្នុងនោះមាន5កុងត្រូវជំងឺឆេះស្លឹកពេលមានអាយុកាលប្រមាណ20ថ្ងៃអាស្រ័យឆាប់រកឃើញហើយអនុវត្តត្រឹមត្រូវតាមបណ្ដាវិធានការបាញ់ថ្នាំសមស្របម្ល៉េះហើយគាត់ទប់ស្កាត់បានជំងឺឆេះស្លឹកបច្ចុប្បន្នស្រូវរបស់គាត់មានអាយុកាល46ថ្ងៃលូតលាស់បៃតងស្រស់បើឆេះស្លឹកវាពោះឃើញអារែងស្រូវនឹងវាក្រហមហើយវារួញវាទឿចុះហើយវាជួទៅដកឬទៅឃើញយ៉ាងខ្មៅហើយវាមានចំហើយចឹងហើយបានដឹងថាបានជំងឺដឹងថាជំងឺឆេះស្លឹកហើយបានរត់ទៅថ្នាំទិញថ្នាំមកបាញ់ហើយបាញ់ហ្នឹងទៅយើងបាញ់ទៅឃើញវាបានរួចឃើញឥឡូវលួចសន្លោះសន្លឹកឡើងហើយលួចសន្លឹកឡើងបានប្រាំងនឹង3 4ថ្ងៃទៀតបានយើងបាញ់ម្សាទៀតបានយើងបង្ហូរទឹកចូលហើយបានយើងក៏វិញជីហើយវិញជីយើងមានបាញ់ជំនួយអោយឥឡូវឬហូបទៀតបើតាមទីបើខ្ញុំធ្វើកន្លងទៅហើយនេះខ្ញុំឃើញថាយើងទៅតាមពិនិត្យវិจัยយើងទៅពិនិត្យតាមផ្សារស្រូវយើងមើលតាមពេលទៅតាមបើយើងមិនមើលតាមគឺថាស្រូវយើងនឹងវាជំងឺឈឺបើយើងទុកឲ្យពេលវេលាយើងចូលគឺថាស្រូវយើងជំងឺឈឺបដិនដាបច្រើនណាស់ហេតុនេះយើងត្រូវថាមានការឧស្សាហ៍ព្យាយាមមួយថ្ងៃពីរថ្ងៃយើងប្រហែលទៅតាមម្ដង
ហើយបើតាមដានម្ដងយើងឃើញថាវានៅទៀតយើងត្រូវតែមានកម្មវិធីត្រូវតែបាញ់ថ្នាំបង្ការថែមទៀត វិធានការប្រើប្រាស់ថ្នាំកម្ចាត់ជំងឺឆេះស្លឹកប្រសិទ្ធភាពក្នុងរដូវដើមឆ្នាំ 2014 គឺមានមីងកសិករក៏បីប្រើប្រាស់គួបផ្សំថ្នាំពីរប្រភេទទី1គឺថ្នាំព្យាបាលផ្សិតបង្កឆេះស្លឹកទី2គឺថ្នាំកម្ចាត់បាក់តេរីបង្ករលួយដើមប្រសិនបើជំងឺស្ថិតក្នុងដំណាក់កាលធ្ងន់ហើយគឺមុនពេលបាញ់ថ្នាំមានមីងកសិករត្រូវតែបង្ហូរទឹកចេញអស់ពីស្រែក្រោយមកបាច់កំបោរសពី20ដល់25គីឡូក្រាមក្នុង1កុងប្រការសំខាន់បំផុតគឺមានមីងកសិករត្រូវចាប់អារម្មណ៍ពិសេសដល់ពិធីបាញ់ថ្នាំយ៉ាងណាឲ្យសម្រេចបានប្រសិទ្ធភាពព្យាបាលជំងឺខ្ពស់បំផុត វាបាញ់ថ្នាំហ្នឹងក្នុងការប្រើប្រាស់ថ្នាំរបស់មេមីយើងហ្នឹងចំពោះជំងឺបាក់តេរីគួបផ្សំជាមួយនឹងឆេះស្លឹកមេមីយើងហ្នឹងក៏បីតែយកទឹកដាក់ឲ្យបានម៉ត់ចត់មែនទេគឺរបៀបប្រើប្រាស់ថ្នាំទៅតាម4ត្រឹមត្រូវគឺ1យើងប្រើប្រាស់ឲ្យត្រូវថ្នាំត្រូវរបៀបបាញ់ពេលវេលាបាញ់ហើយនឹងកម្រិតថ្នាំធម្មតាណាមេមីយើងបាញ់ដែរក៏ប៉ុន្តែវាបាញ់មិនតាន់បានធានាតង់ឡើង4ត្រឹមត្រូវក៏ប៉ុន្តែមេមីនឹងខ្វះការយកចិត្តទុកដាក់តង់ឡើងចំនួនទឹកគឺថាក្នុងកង់ 1000 ម៉ែត្រការ៉េមេមីយើងធ្វើយ៉ាងណាយើងធានាថាយើងបាញ់ឲ្យបាន2ធុងទៅដល់3ធុងកម្រិតទឹកនោះឲ្យឡើងខ្ពស់ដល់កម្រិតទឹកឡើងខ្ពស់ទៅធ្វើឲ្យថ្នាំនឹងជ្រាបស្មើជាងដល់ថ្នាំនឹងជ្រាបស្មើជាងទៅគុណភាពថ្នាំនោះឡើងខ្ពស់វាបង្ការជំងឺបានម៉ត់ចត់ជាងយើងត្រូវយល់ថាពេលជំងឺវាមានស្នាមជំងឺមានស្នាមរលាកនោះខាងក្រោមដើមរលួយដើមជាងហើយយើងត្រូវបាញ់ថ្នាំមិនឲ្យបានថ្នាំនឹងជាប់ទៅលើជំងឺនឹងអានឹងបានវាកម្ចាត់បានជំងឺ ក្នុងរយៈពេលខាងមុខអាកាសធាតុងាយស្រួលឲ្យជំងឺឆេះស្លឹកកើតកើនជាបន្តនិងរាលដាលយ៉ាងធំទូលាយពិសេសគឺបណ្ដាផ្ទៃស្រែព្រុសញឹកដាក់លើសជីអ៊ុយរ៉េនិងប្រើប្រាស់ពូស្រូវងាយជ្រាបជំងឺដើម្បីគ្រប់គ្រងជំងឺឆេះស្លឹកប្រសិទ្ធភាពតាមការក្រើនរំលឹករបស់ផ្នែកកសិកម្មមានមីងកសិករត្រូវតែរវាងស្រែជាប្រចាំដើម្បីឆាប់រកឃើញស្នាមជំងឺវិនិច្ឆ័យទាន់ពេលដាក់ជីតុល្យភាពកាត់បន្ថយដាក់លើសជីអ៊ុយរ៉េពិសេសពេលជំងឺឆេះស្លឹកគួបផ្សំជាមួយរលួយដើមដោយសារបាក់តេរីបុកតែបង្កការខូចខាតធ្ងន់ជាងហើយធ្វើឲ្យងាប់ពន្លកឥទ្ធិពលដល់ទិន្នផលស្រូវប្រសិនបើមិនបានបង្ការកម្ចាត់ទាន់ពេលនិងប្រសិទ្ធភាព